ជំរាបសួរអ៊ំពុំម៉ែងបងប្អូនអរគ្នាខ្ញុំសំណើតាមថ្ងៃនេះសំណើដល់បងប្អូនមកស្រោមឈោបបង្កឆាតត្រីហើយជាមួយតកួនហើយនឹងបង្កឆាតបងប្អូនខ្ញុំបែរនៅក្រៅផ្ទះរបស់ខ្ញុំនៅជនបទបងប្អូនអរគ្នានៅស្រុកស្រែហើយស្លមកជួននោះគឺមានតម្លៃមែនតើគឺអ្នកម្ដាយខ្ញុំគាត់ស្លឲ្យអញ្ចឹងបងប្អូនម៉ែក៏បានទៅនិយាយទៅគាត់ទៅផ្សារទិញត្រីឲ្យមួយគឺត្រីធម្មជាតិតែម្ដងហើយស្លជាមួយនឹងបង្កឆាតមួយឆ្នាំងតូចនោះគឺមានតម្លៃសម្រាប់ខ្ញុំបងប្អូនឃើញឆ្នាំងតូចតាមតែសំណុំបញ្ជូនគឺមានអត្ថន័យយ៉ាងជ្រាលជ្រៅបងប្អូនអរគ្នាបង្កប់ម្ដាយគាត់នៅផ្ទះគាត់ហត់ម៉ែតែបើកូនចង់ញ៉ាំអីគាត់ធ្វើឲ្យកូនរស់ម៉ែបាក់គាត់កូនពេញចិត្តអរគុណម៉ែសម្រាប់ការស្រឡាញ់មួយនេះកូនគាត់ខំតស៊ូនិងព្យាយាមអស់ពីសមត្ថភាពទាំងកម្លាំងកាយទាំងកម្លាំងចិត្តដៃគោបានធ្វើកូនសន្យាថាថ្ងៃណាមួយកូនមិនឲ្យកូនតស៊ូចឹងហើយម្ហូបនេះគឺឆ្ងាញ់មែនតើហើយម៉ែក៏បានស្រោបឲ្យហើយបន្ទាប់ពីខ្ញុំស្ទូងស្រូវហើយម៉ោង10វីដេអូថ្មីហើយ11កន្លះអីហ្នឹងបងប្អូនខ្ញុំស្ទូងស្រូវនឹងយូរទៅហើយដែលពួកស្រែ2ឆ្នាំនេះគឺយើងធ្វើស្រែដល់ភាសាហើយស្លគឺខ្ញុំឆ្ងាញ់តែហើយឈឹកឆ្ងាញ់តែឆ្ងាញ់ស្លឆ្ងាញ់គេគឺស្លអ្នកម្ដាយរបស់ខ្ញុំគឺឆ្ងាញ់មែនតើបងប្អូនអរគុណខ្ញុំមួយបំបត្តិទេហើយត្រីស្លមជូរគេហៅថាស្លមជូរបុកឆាអញ្ចឹងបងប្អូនត្រីហើយមានតកូលមានកញ្ឆែតហ្នឹងគេហៅថាស្លមជូរបុកឆាហើយបងប្អូនអរគុណខ្ញុំញ៉ាំហើយគឺខ្ញុំឃ្លានតាមម្ដងពេលកូនចង់ឃ្លានអីម៉ែតែធ្វើទោះម៉ែអត់មានលុយក៏ដោយតែម៉ែគាត់ធ្វើឲ្យសម្រាប់កូនពិតជាអរគុណម៉ែខ្លាំងណាស់តែផ្ដល់ភាពកក់ក្ដៅសម្រាប់កូនហើយកូនញ៉ាំអស់នឹងមួយចានហើយគឺឆ្ងាញ់មែនតើស្លមួយជុំមួយម៉ាត់គឺ100លានអត្ថន័យចូលស្លេងហើយមានអារម្មណ៍ថាយំតាមនៅក្នុងវីដេអូបងប្អូនអរគ្នាខ្ញុំស្លេងបញ្ចូលស្លេងបដាខ្ញុំម៉ែខ្ញុំធ្វើការមួយថ្ងៃហើយគាត់ធ្វើពីការពីព្រឹករហូតដល់ម៉ោង6អីបានគាត់បានឈប់ប៉ាខ្ញុំក៏អញ្ចឹងដែរប៉ាខ្ញុំគាត់ជួយតាំងពីព្រឹករហូតដល់ជប់ដែរអញ្ចឹងណាខ្ញុំពិតជាអរគុណប៉ាម៉ាក់ខ្ញុំផងដែរខ្ញុំពិតជាអរគុណប៉ាម៉ាក់ខ្ញុំហើយខ្ញុំញ៉ាំហូបមួយឆ្នាំនោះក៏ញ៉ាំមិនអស់ទេហើយញ៉ាំតែបន្តិចទេគឺមួយចានតែម្ដងគឺញ៉ាំឲ្យមកជូរនោះគឺបង្ហាញពីអ្នកម្ដាយជាទីស្រឡាញ់គាត់បានធ្វើមហូបឲ្យមួយចានខ្ញុំពិតជាឆ្ងាញ់ខ្លាំងមែនតើចឹងវីដេអូយើងដល់ទីបញ្ចប់ហើយកុំភ្លេចជួយ like ជួយ share អ្នកមួយផងអរគុណបងប្អូនអរគ្នាហើយតែសំឡងក៏មានលោអាយឈុតបងនារីផងដែរតម្លៃសមរម្យបងប្អូនអញ្ចឹងបងប្អូនអាចមកទិញបាននៅផ្ទះសំណាងណាបងប្អូនអរគ្នានៅភូមិកញ្ចោមខុបកញ្ចោមស្រុកព្រែកខេត្តព្រៃវែងបងប្អូនអរគ្នាហើយតម្លៃលក់គឺសមរម្យទីផ្សារបងប្អូនហើយសំណាងលក់តារបស់គុណភាពដេកមួយអញ្ចឹងបងប្អូនអាចមកទិញផ្ទះបានណាតម្លៃសមរម្យម៉ែខ្ញុំអ្នកលក់អញ្ចឹងខ្ញុំធ្វើវីដេអូបង្ហាញហើយរកម៉ែខ្ញុំពាក់ហ្នឹងគឺរកលក់តែម្ដងអញ្ចឹងបងអូនចង់បានសាច់ល្អសាច់គុណភាពហើយមិនបាច់ប្រួយជើងកុំភ្លេចមកផ្ទះសំណាងណាបងប្អូនអរគ្នាតម្លៃសមរម្យបងប្អូនអាចតាក់ទងទិញតាម Facebook ក៏បានឆាតមកបងប្អូនក៏បានហើយក៏ទី10ផ្ទះតម្លៃសមរម្យលើទីផ្សារអរគុណបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយ